ទឹកនោមអានហើយគ្រូបាទទឹកនោមអានពីហូវៀនហ្នឹងហើយបាទទឹកនោមផ្អែមកាពះពវៀនម៉ានឆ្នាំឯអ៊ំហើយយ៉ាង 20យ៉ាងដល់កហើយហើយវាធ្វើទុកអីខ្លះអ៊ំអញខ្ញុំមកធ្វើទុកអីធ្វើទុកឆ្អល់មូលហ្នឹងហើយទៅឆ្អល់ល្មូលហ្នឹងហើយក្តៅកាហាយកន្លែងណាចាកាហាយកន្លែងណាកាហាយហ្នឹងផឹកឆ្នាំលោកគ្រូហ្នឹងអត់ណាហ្នឹងណាបានវានៅតែនោមក្តៅនៅក្តៅអូផឹកទៅអន់កាហាយតែវានោមនៅក្តៅអត់ទាន់ត្រជាក់ណាចាជាតិពុលមិនទាន់អស់ទេតើហ្នឹងមែនយ៉ាងគ្រូច្រើនណាស់20ឆ្នាំអ៊ំអញសំទ្រាប់បានច្រើនណាស់20ឆ្នាំហ្នឹងពេញខ្លួនហ្មងបាទតែខ្ញុំណាជើងចឹងមែនប៉ុន្តែធ្វើការអត់ឈប់សល់គ្រូអើយពាក់ហ្នឹងណាធ្វើរហូតតបធ្វើរហូតនឹងតបងល់ងាយណាហើយគឺគ្រូអាខ្សែជើងនេះវាជើងនេះជើងខ្សែជើងនេះវាតាំងពីកុតាំងពីអីគៀកយើងមកណាគ្រូអាហ្នឹងតាក់តងកលៀនវាតាំងខ្សែហ្នឹងហ្មងហើយតាំងខ្សែកលៀនហើយដោយសារពវៀនវាស្កត់មួយចំហៀងអ៊ំអញគៀបមួយចំហៀងតាំងគេមកចំហៀងឡើងមកគ្រូទាំងសងខាងហ្នឹងទាំងសងខាងនៅបើថាឈោយូរវាទាញក្តិតចោលវាតាំងទាំងសងខាងតែមួយខាងតាំងជាងអ៊ំអញណាមួយខាងវាឆ្លងទៅទៀតអត់ស្ដាំនឹងតាំងជាងបាទអាហ្នឹងគឺតាក់តងពវៀនហ្នឹងហើយពវៀនយើងហ្នឹងណាពវៀនអ៊ំអញវាហើមទៅវាស្កត់សរសៃកលៀនបានវាធ្វើតាក់តងទៅជើងទៅជង្គង់ហ្នឹងយល់ទេចាអត់អីទេហូបយូរទៅស្រែកអស់ហើយតែទុកពេលវេលាឲ្យគេដោះមីនផងណាដោះភ្លាមបានភ្លាមទេអ៊ំព្រោះយើងឈឺយូរហើយបាទទុកពេលវេលាឲ្យវាជួយវារៀបចំធាតុទាំង4ឡើងវិញទឹកដីភ្លើងខ្យល់ឲ្យស្មើវិញទៅតែផឹកចឹងហើយគ្រូបាទផឹកចឹងទៅហើយបើចង់ឲ្យគ្រូប្រក់ព្រមស្រោចទឹកអាហ្នឹងជំងឺលឿនដើម្បីប្រក្រាបបដិញពឹសលឿនហើយតំណប់60000ទេមិនថ្លៃទេ60000យើងថ្វាយគ្រូហើយ30000ហ្នឹងគ្រូយកទៅធ្វើបន់ធ្វើចង្ហាន់ប្រគេនម្ចាស់តាឲ្យបានបន់ដល់ម្ចាស់សទ្ធា30000ទៀតលោកគ្រូទុកឲ្យបានហេងខ្លួនឯងព្រោះធ្វើគ្រូត្រូវការអាំងប៉ាវដែរណាអាហ្នឹងប្រក់ព្រមបើកដូចថាទី1កត់ឈ្មោះព្រោះមនុស្សយើងរស់តែមានឈ្មោះស្លាប់ទៅក៏មានឈ្មោះក៏ដែរឈ្មោះហ្នឹងសំខាន់ណាស់ណាទី2អាយុឆ្នាំទី3ទីតាំងដែលយើងនៅចឹងការប្រក់ព្រំនេះមិនអាចចាំលោកគ្រូទៅដល់ឬអ៊ំអញធ្វើដំណើរជិះអស់លុយអស់កាក់អស់សហុយអីច្រើនទេសាំងកំពុងឡើងថ្លៃអញ្ចឹងគាត់ទៅបើកតែរូបភាពអ៊ំមកសូត្រទៅតាមឈ្មោះអ៊ំអាយុអ៊ំហើយទីកន្លែងអ៊ំនៅគឺធ្វើមកគ្រួសារតែម្ដងទាំងប្តីទាំងប្រពន្ធទាំងកូនចៅអីហ្នឹងដើម្បីលើករាសីឆ្នាំថ្មីឲ្យមានពលឺជ័យឲ្យមានពលឺពេជ្រឲ្យមានរស្មីឡើងអាហ្នឹងបានណាដោយថាអ្នកឈឺច្រាំរាយយូរអញ្ចឹងពេលដែលយើងសូត្រលើករាសីបើកពលឺរស្មីឲ្យជំងឺជាលឿនហើយបើមានអីបិទពីក្នុងលបើកអស់អត់នៅទេតែគ្រូខាងខ្ញុំហ្នឹងធ្វើអញ្ចឹងបើទីហ្នឹងបានធ្វើទៅជុះស្រួលហើយពួកហ្នឹងបិទពឹសវាក្តៅទេណាអ៊ំអ៊ំអញអ៊ីស្លាមហ៎ចាអ៊ីស្លាមមិនធ្វើអញ្ចឹងខ្ញុំនិយាយតែជនជាតិខ្មែរដែលមានជំនឿណាឥឡូវអ៊ំនៅដល់ណាអ៊ំខ្ញុំនៅ7គ្រូ7ណា7ប៉ះ1អូ7បាំង1បាទហើយអ៊ំឥឡូវតាំងពីផឹកណាំគ្រូបានប្រហែល1សប្តាហ៍ជាងថាវាយបាន10ថ្ងៃណាអ៊ំណាម៉ាយថា10ថ្ងៃបាទអ៊ំបានផ្លែកអីខ្លះទេអ៊ំបានផ្លែកខ្លះហូបបាយបានហូបបាយបានហូបបាយម្ដងហូបមកបានច្រើនតែមុនទេមុននឹងចាប់ហ្នឹងអូការមុនហូបចាប់ដូចឆ្មាហូបចាប់ដូចឆ្មាហ្នឹងហើយទៅអស់កម្លាំងអូចេះតែអស់កម្លាំងឥឡូវរៀងមានធម៌ពលតិចនៅអ៊ំណ
miền cả lăng học bài ban មានកម្លាំង វាហូបបាយបានហើយវាមានកម្លាំងណាគ្រូវាឈឺទៅខ្សែទៅសងបានប៉ាន់កម្លាំងយើងមាន អូឈឺទៅស្អីទៅសូងតែមានកម្លាំងតែអ៊ំមើលសាច់ឈាមអ៊ំប្រែរៀងក្រហមជាងមុនអត់ សាច់ខ្ញុំក៏ហមតែគ្រូអត់អីទេ ហ្នឹងហើយស្រស់ជាងមុនអ៊ំណោះ អាចារ្យស្រស់ជាងមុន ចាំមើលថាលំពេងអ៊ំចាប់ដើមមានកម្លាំងហើយអ៊ំមើលតែស្បែកណាកាលណាស្បែកយើងភ្លឺមានក្របឈាមរៀងក្រហមណាលំពេងធ្វើការណាលំពេងធ្វើការរុញស្គរមកចាំសាច់ដុំបានជាអ៊ំមានធម៌ពលមានកម្លាំងហ្នឹងហើយពីមុនណាមិននិយាយអួតទេកាន់តែហូបកាន់តែហេវរឿងទឹកនោមផ្អែមហ្នឹងមិនមែនលេងទេណាកាន់តែហូបកាន់តែច្រើនកាន់តែហេវអ៊ំអញធ្លាប់ចឹងហ៎ អញ្ចឹងថាគ្រូ ហេវហ្មងដោយសារអីដោយសារលំពេងបំលែងធម្មពលស្ករហ្នឹងឲ្យទៅជាធម្មពលគោអត់បានគ្រប់អញ្ចឹងវាអត់រួញមកចិញ្ចឹមសាច់ដូមបានវាទៅជាលើសស្ករកាន់តែខ្លាំងនៅក្នុងទឹកនោមទៅក្នុងឈាមបានជាធ្វើឲ្យយើងកាន់តែហូបកាន់តែហេវកាលណាស្ករឡើងខ្ពស់ជ្រាបចេញតាមទឹកនោមប្រូតេអ៊ីនធ្លាក់មកតាមទឹកនោមទៅស្រក់សាច់វិញបងប្អូនណាមិនមែនលេងសើចណាទឹកនោមផ្អែមហូបកាន់តែច្រើនការស្រក់សាច់ខុសពីបានផឹកណាំគ្រូជួយលំពេងកាលណាជួយលំពេងហូបបានវារុញស្ករហ្នឹងវាបំលែងជាធម្មពលបានលំពេងធ្វើការផលិតអាំងសាលីនបានធ្វើឲ្យស្ករចុះតែវារុញស្ករមកចិញ្ចឹមសាច់ដូមបានអញ្ចឹងធ្វើឲ្យយើងសុខភាពល្អប្រសើរទៅហើយអ៊ំតាមបាន10ថ្ងៃដូចមានកម្លាំងជាងមុន កម្លាំងជាងមុនហូបបាយបាន ហើយភ្នែកយ៉ាងឆ្លាស់ជាងមុននៅ ចា ភ្នែកយ៉ាងរៀងអន់ព្រាកនៅ ភ្នែកនៅតិចតិច ប៉ិនគ្រាន់បាយជាងមុននេះភ្នែកឆ្លាស់ហ៎ ឆ្លាស់ជាងមុនគ្រូ បាទបើភ្នែកឆ្លាស់មានន័យថាកលៀនអ៊ំហ្នឹងចាប់ដើមល្អប្រសើរបន្តិចដងហើយភ្នែកតាក់តងកលៀនណាអ៊ំណាចាំមកតាថ្នាំគ្រូមិនមែនទៅព្យាបាលម្ដងមួយមុខទេមកតួខ្លួនទី1អ៊ំថាសម្រានលក់ស្រួលជាងមុនហូបចូលមានកម្លាំងភ្នែកភ្លឺតែអ្វីមិនទាន់អស់ទេលោកគ្រូអើយខ្ញុំចង់ឲ្យបាត់ឈឺជើងណាខ្ញុំចង់ឲ្យបានបាទ តើខ្លួនមកថាតិចខ្លួននឹងស្រួលទៅមកខ្ញុំ អញ្ចឹងបានថាឲ្យអ៊ំឲ្យបានតែតិចមួយជំងឺអីក៏វិនិច្ឆ័យសន្តិអសេសតោដែរណាអ៊ំណា ចាចៅនឹងក្តៅទៅគ្រូផឹកថ្នាំទៅចេះតែក្តៅ អញ្ចឹងបានលោកគ្រូដាក់ថ្នាំប្រសាទពឹសក្តៅ100មុខនឹងដើម្បីព្យាបាលពីឈាមទៅហ្មងអាហ្នឹងប្រភពជំងឺហ្មងឲ្យត្រូវនឹងជំងឺទាំងអស់មិនថាកាពះពវៀនទេណាកលៀនតម្រងនោមលើសឈាមទឹកនោមផ្អែមទេឈាមសស៊ីឈាមក្រហមទេរោគស្ត្រីដុំគិះដោះសាច់ទេគឺប្រើ3មុខដូចគ្នាទី1ព្យាបាលឈាមឲ្យត្រជាក់ទី2លាងសម្អាតជាតិពុលទី3គឺបើក្រលៀនឲ្យដេកលក់ភ្នែកភ្លឺចងចាំបាត់ជ្រុះសក់បាត់ stress ហើយឲ្យកោសិកាសាច់ដុំលូតលាស់មកវិញ